ចាលោកពួនព្រឹកនេះមានព័ត៌មានអ្វីដែរចាបទភូអន្តរក្រសួងចុះពិនិត្យវិតម្លៃលើការថែទាំជាប្រចាំផ្លូវលបាយថ្មភ្នំចំនួន16ខ្សែនៅក្នុងខេត្តបៃលិនចាអាដាយឧត្តមអិនចន្ទថារដ្ឋលេខាធិការនិងជាសមាជិកគណៈកម្មការលទ្ធកម្មសម្រាប់ហើយរដ្ឋវិស័យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទការពីពេលថ្មីក្នុងពេលនេះបានដឹកនាំគណៈបដិភូអន្តរក្រសួងមានក្រសួងអភិវឌ្ឍជនបទនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអញ្ជើញចុះពិនិត្យនិងវិតម្លៃលើការថែទាំជាប្រចាំផ្លូវក្រាលលបាយថ្មភ្នំចំនួន16ខ្សែប្រវែងសរុប95,900 ម៉ែត្រទទឹង5ម៉ែត្រស្ថិតក្នុងសង្កាត់បៃលិនសង្កាត់បរយខាសង្កាត់អូតាវ៉ៅក្នុងក្រុងបៃលិននិងនៅក្នុងឃុំសង្កាត់ឃុំសង្ត្រង់ឃុំអូនដងឃុំសាលាក្រៅក្នុងស្រុកសាលាក្រៅខេត្តបៃលិនដែលទទួលបានការអនុវត្តដោយមន្ទីរអភិវឌ្ឍជនបទខេត្តបៃលិនមានប្រសាសន៍នាឱកាសនោះអាយដាមអិនចន្ទថារដ្ឋលេខាធិការសមាជិកគណៈកម្មការលទ្ធកម្មបានលើកឡើងថាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី7នៃរដ្ឋសភានឹងជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនជាពិសេសការបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទតាមរយៈការស្ដារការស្ថាបនាសេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទនិងការលើកកម្រិតផ្លូវជនបទជាដើមសំដៅទៅនេះដល់ការប្រើប្រាស់យូរអង្វែងនិងធន់ទៅនឹងការប្រែប្រួលអាកាសធាតុដើម្បីជំរុញការផ្សារភ្ជាប់សកម្មភាពធ្វើដំណើរនិងដឹកជញ្ជូនរវាងតំបន់ជនបទនិងទីប្រជុំជនជុំវិញការអភិវឌ្ឍផ្លូវ16ខ្សែនេះអាយដាមរដ្ឋលេខាធិការបានវិតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំងពីរខ្សែបញ្ចប់ទៅតាមផែនការនិងប្រកបដោយគុណភាពខ្ពស់ធានាដល់ការប្រើប្រាស់ដល់សហគមន៍មូលដ្ឋាននិងសាធារណជនធ្វើដំណើរឆ្លងកាត់ជាដើមសង្គមគ្នានេះអាយដាមបានសំណូមពរដល់ម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់លើការថែទាំឲ្យបានជាប្រចាំដើម្បីធានាគុណភាពឲ្យបានល្អប្រសើរដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិអាយដាមបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាននិងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាផ្លូវនិងសំណង់សិល្បកម្មទាំងនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីឲ្យការប្រើប្រាស់បានយូរអង្វែងព្រមទាំងមានជំនឿទុកចិត្តលើការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់ថាបើតាមរបាយការណ៍របស់លោកហូតរិទ្ធីប្រធានមន្ត្រីអភិវឌ្ឍជនបទបានឲ្យដឹងថាផ្លូវការលបាយថ្មភ្នំចំនួន16ខ្សែប្រវែងសរុប95,900 ម៉ែត្រនិងទទឹង5ម៉ែត្រស្ថិតក្នុងសង្កាត់បៃលិនសង្កាត់បរយខាសង្កាត់អូតាវ៉ៅក្នុងក្រុងបៃលិននិងឃុំសង្កាត់ឃុំស្ទឹងត្រង់ឃុំអូនដងឃុំសាលាក្រៅក្នុងស្រុកសាលាក្រៅខេត្តបៃលិនដែលទទួលការអនុវត្តដោយមន្ទីរអភិវឌ្ឍជនបទខេត្តបៃលិនចំពោះការងារនេះសម្រាប់បានលទ្ធផលគឺការងារបំពេញដីតាមជើងទេសងខាងផ្លូវសម្រាប់បាន 100% ការងារខែមលបាយថ្មភ្នំសម្រាប់បាន 100% ការងារគីផ្លូវលបាយថ្មភ្នំសម្រាប់បាន 100% ការងារសម្អាតលូប្រអប់ស្ពានទៅទាំងផ្លូវនិងប្រឡាយបើកមុខទឹកហូរចេញពីលូសម្រាប់បាន 100% និងការសម្អាតរុក្ខជាតិសងខាងផ្លូវសម្រាប់បាន 100% សរុបការងារអនុវត្តលើគម្រោងសម្រាប់បាន 100% ស្របតាមកិច្ចសន្យានិងតាមបទដ្ឋានបច្ចេកទេសបាននេះជាព័ត៌មានពីខេត្តបៃលិនខ្ញុំបានសូមបញ្ចប់តែប៉ុណ្ណេះបាទចាអរគុណច្រើនលោកពឿនចំពោះសេចក្តីរាយការណ៍ព័ត៌មាននៅក្នុងព្រឹកនេះជម្រាបលាជួបគ្នានៅពេលក្រោយចាបាទសូមអរគុណសូមជម្រាបលាបាទ